ខកគូសភាពជាសរសើរចាបរៀននៅស្កបឆ្លៃបញ្ញាសាស្ត្រហើយការអានគឺជាមូលដ្ឋាននៃការទទួលបាននូវចំណេះដឹងសម្រាប់ខ្ញុំកណ្ដាលស្មារតីផ្ទាល់ការពីនៅរៀននៅកម្រិតបរិញ្ញាបត្រនឹងស្វះស្វែងណាស់រៀនអានទិញសភៅជារៀងរាល់អាទិត្យវិញនិយាយពីរឿងទឹកទៅបណ្ណាគារដើម្បីរកសភៅអានហ្នឹងពីព្រោះជាចំណេះដឹងទូទៅយើងត្រូវតែអានក្រៅពីសភៅដែលគ្រូបានដាក់ឲ្យរៀនហ្នឹងដែលអានហ្នឹងបើមិនចឹងទេចំណេះដឹងយើងរួញមិនលូតលាស់ទៅឆ្ងាយហើយមិនបានចម្រើនក្នុងការស្រាវជ្រាវចំណេះជំនាញផ្សេងៗនេះខ្ញុំកណានឹកឃើញប្រទេសមួយនៅក្បែរខាងយើងដែរប៉ុន្តែគេជំរុញទឹកចិត្តឲ្យប្រជាជនអានណាស់ពីព្រោះប្រសិនបើប្រជាជននឹងខ្វះការប្រឹងប្រែងក្នុងការអាននិងការអភិវឌ្ឍនឹងពិបាកណាស់ពិបាកត្រង់ថាមិនបានដឹងឥឡូវឧបមាថាពីរឿងការបរិភោគប្រើប្រាស់ប្រចាំថ្ងៃចុះរបៀបរបបក្នុងការរស់នៅបើយើងមិនបានអានមិនបានដឹងទេអាបរិភោគអាហារការរៀបចំចំណីចំណុកហ្នឹងវាប៉ះពាល់ដល់សុខភាពយើងផ្ទាល់តែម្ដងហើយនៅចំណេះដឹងផ្សេងទៀតទៅឆ្ងាយដើម្បីឲ្យយើងរៀបចំខ្លួនឲ្យបានប្រសើរក្នុងការបង្កើតឱកាសសម្រាប់ខ្លួនឯងត្រូវតែស្វែងរកចំណេះដឹងក្រៅពីចំណេះដឹងឬក៏សៀវភៅដែលគ្រូដាក់ឲ្យនៅក្នុងថ្នាក់ហ្នឹងយើងអានពីប្រវត្តិសាស្ត្រពីអ្នកប្រវត្តិរបស់អ្នកប្រាជ្ញពីការស្វែងយល់ពីវិទ្យាសាស្ត្រគ្រប់មុខទាំងអស់ហើយកាលណាយើងមានចំណេះដឹងច្រើនចំណេះដឹងទូទៅនឹងច្រើនយើងមានឱកាសយល់ដឹងទៅដល់ណាក៏យើងជជែកកិច្ចការងារអីក៏យើងដឹងបានច្រើនហើយបើសិនជាដាក់ពាក្យធ្វើការងារកាលណាគេឃើញយើងមានចំណេះដឹងទូលំទូលាយឱកាសការងារក៏កាន់តែច្រើនដែរដូច្នេះចំណេះដឹងមិនមែនទទួលបានតែពីសាលាឬក៏ពីគ្រូតែម្យ៉ាងពីថ្នាក់តែម្យ៉ាងនេះចំណេះដឹងច្រើនណាស់នៅក្នុងសៀវភៅហើយចំណេះដឹងហ្នឹងជាកំណត់ទ្រព្យរបស់យើងទាំងអស់គ្នាពីណាដែលស្វែងយល់អានប្រឹងអានហ្នឹងគឺថាកំពុងតែកាយកំណត់ទ្រព្យសម្រាប់ខ្លួនឯងនៅសម្រាប់បច្ចុប្បន្នហ្នឹងផងសម្រាប់អនាគតរបស់ខ្លួនឯងផងអញ្ចឹងសូមចូលរួមប្រឹងប្រែងអានទាំងអស់គ្នាសូមអរគុណចូលចិត្តអានសៀវភៅជាមានចំណាប់អារម្មណ៍ជាទម្លាប់នឹងចូលចិត្តអានសៀវភៅតាំងពីអាយុ17-18 ឆ្នាំពីព្រោះនឹកឃើញថាកាលណាអានសៀវភៅទៅធ្វើយើងបានទទួលចំណេះដឹងផ្លាច់ជាច្រើនពីព្រោះធម្មតាចំណេះដឹងវាមិនដែលកើតឡើងមកឯងធ្លាក់ពីលើមេឬក៏ហោះហើរពីណាមកទេទោះយើងស្វែងរកដើម្បីបង្កើនចំណេះដឹងរបស់យើងថ្មីហើយម្យ៉ាងទៀតហ្នឹងថ្មយល់ថាពេលយើងញ៉ាំចំណីអាហារវាជាចំណីអាហារសម្រាប់រាងកាយក៏ប៉ុន្តែផ្លូវចិត្តរបស់យើងហ្នឹងក៏ត្រូវការចំណីអាហារដែរហើយចំណីអាហាររបស់ផ្លូវចិត្តហ្នឹងគឺការអានសៀវភៅហ្នឹងតែម្ដងព្រោះចិត្តយើងក៏ត្រូវការចំណីអាហារការអានសៀវភៅយូរទៅធ្វើឲ្យយើងមានអារម្មណ៍មានបញ្ញាទូលំទូលាយកន្លែងហ្នឹងពុទ្ធសម្ដែងថាជាសតមយៈបញ្ញាគឺបញ្ញាកើតចេញពីការដែលយើងស្ដាប់យើងអានយើងមើលអ្វីដែលអប់រំអានអ្វីដែលអប់រំទាំងអស់ហ្នឹងជាបញ្ញាមួយសម្រាប់យើងដែរលោកឲ្យឈ្មោះថាសតមយៈបញ្ញាគឺបញ្ញាកើតចេញពីការអានការមើលលោកព្រះអង្គសម្ដែងអញ្ចឹង
ដូច្នេះបញ្ញាវាជាលទ្ធផលកើតចេញពីការស្វែងរករបស់យើងការស្វែងរករបស់យើងហ្នឹងគឺតាមរយៈការអាននោះឯងហើយអាត្មាយល់ថាសម្រាប់សម័យបច្ចុប្បន្ននេះការអានសៀវភៅនេះគឺមានប្រយោជន៍មានខ្លឹមសារខ្លាំងណាស់រហូតដល់អ្នកប្រាជ្ញខ្លះលោកថា reading is power ហ្នឹងគឺថាការអានជាអំណាចផ្នែកខាងចំណេះដឹងតែអាត្មាមើលចរន្តពិភពលោកទៅទៀតថាយើងរងថ្ងៃកំពុងតែនៅចរន្តគេហៅថាបច្ចេកវិទ្យាអាត្មាសង្ឃឹមថាទៅសតវត្សខាងមុខនឹងជំនួសទៅដោយសម័យនិយមលើចំណេះដឹងតែម្ដងអ្នកណាមានចំណេះដឹងច្រើនអ្នកហ្នឹងគឺជាអ្នកដឹកនាំហើយដូចជាលោក Jack Hawkins គាត់ជាសាកលវិទ្យាការនៃសាលា Troy University នៅ State Alabama សហរដ្ឋអាមេរិកហ្នឹងគាត់ថា the future belong to the educated people the future belong to the educated people បានន័យថាអនាគតស្ថិតនៅកណ្ដាប់ដៃអ្នកដែលមានចំណេះដឹងច្រើនណាចំណេះដឹងច្រើនហ្នឹងគឺតាមរយៈការអានសៀវភៅហ្នឹងអញ្ចឹងសង្ខេបឲ្យខ្លីមកថាការអានសៀវភៅនេះគឺមានប្រយោជន៍ដល់យើងច្រើនណាស់ធម្មតាសៀវភៅមួយក្បាលមិនមែនគេទៅសេមួយថ្ងៃពីរថ្ងៃបានគេត្រូវការស្រាវជ្រាវគេត្រូវការអំណាចគេត្រូវការអានតរំចេញជាលទ្ធផលសៀវភៅមួយក្បាលនោះហើយដូច្នេះហើយយើងគ្រាន់តែចំណាយពេល3ថ្ងៃឬ4ថ្ងៃឬក៏1ខែឬអីយើងមិនចំណាយពេលអានដូច្នេះមានប្រយោជន៍មានខ្លឹមសារច្រើនមែនតើរឿងសៀវភៅអាត្មាសូមជំរុញលើកទឹកចិត្តដល់បងប្អូនយុវវ័យយុវជនទាំងអស់ឲ្យនិយមការអានសៀវភៅដើម្បីឲ្យយើងមានបញ្ញាកាន់តែច្រើនសូមអរគុណគណៈអរគុណ